បងប្អូនមកច្រើនបាទមកលេងនៅតំបន់តិចយើងហ្នឹងគឺច្រើនសบายមែនទេមកតំបន់តិចនេះមានបងប្អូនតំបន់តិចបាទចង់បង្ហាញនៅទស្សនវិជ្ជារូបភាពខ្លះៗដល់បងប្អូនអរគ្នាមកលេងនៅតំបន់តិចនេះបាទចាប់ដើមហើយនឹងរសជាតិនឹងតែបាទបងតិចបាទថ្ងៃនេះមនុស្សច្រើនបាទគេយាយនឹងកូនមកចូលកាន់តំបន់តិចបងប្អូនបាត់មកតំបន់តិចហើយអត់ទៅអូចូលទៅតំបន់តិចហើយបានចាយបងប្អូនចូលបានចាយអេបានចាបាទអូបាត់ចូលទៅតំបន់តិចហើយបាទខាងនេះសบายបាទมันเจี๊ยบก็ตัดเลยมันเจี๊ยบบางโอนรีไงโดยឆ្នាំទី2នៃរយៈវណ្ណបតបាទគឺបងប្អូនយើងបានមកដើរដំណើរកំសាន្តច្រើននៅតំបន់តិចនៅក្នុងទីក្រុងខេត្តបាត់ដំបងយើងនេះឯងបាទហើយច្រើនគាត់អញ្ជើញមកហើយចូលទៅកាន់តំបន់តិចបាទហើយនេះគឺសួនរបស់យើងបាទនេះមនុស្សចាប់ផ្ដើមធ្វើដំណើរទៅបងប្អូននេះទៅតំបន់តិចគេហៅតំបន់តិចនៅចិត្តវិមានឯករាជ្យហ្នឹងខ្ញុំចង់បង្ហាញនៅទស្សនវិជ្ជានិងរូបភាពខ្លះៗឲ្យបងប្អូនបានឃើញបាទចែករំលែកនៅសកម្មភាពសบายនៅក្នុងខេត្តបាត់ដំបងយើងនេះបាទនេះបងប្អូនមើលស្ថានភាពពួកគាត់មកលេងកម្សាន្តគឺសบายបាទនេះនឹងបាទនេះមកហើយនេះពាក់ព័ន្ធលើសួនរបស់យើងគាត់ក៏មកលេងនៅតំបន់សួននឹងដែរបាទនេះបាទនេះនោះក៏កុញធ្វើដំណើរទៅកាន់តំបន់តិចហើយម៉ោង 2 គឺចាប់ផ្ដើមតំបន់តិចនោះគឺសប្បាយរីករាយទាំងអស់គ្នាបាទខ្ញុំនឹងកូនក៏មកលេងទៀតដែរបងប្អូនមកដែរមួយកូនស្រីបាទមកលេងដែរនេះនោះបងប្អូនយើងមកលេងតំបន់តិចនោះច្រើនបាទប្រើហើយចង់ចែកលេខទៅរូបភាពនិងវីដេអូខ្លះៗដល់បងប្អូនអរគ្នាបាទនេះគឺសบายជុំគ្នានេះតំបន់តិចណាបងប្អូនគឺមកច្រើនបាទហើយកូនកំពុងអារ៉ូម៉ាក់ឲ្យជូនទៅតំបន់តិចនេះបាទខ្ញុំនាំកូនចេញទៅរ៉ូម៉ាក់ណាហើយមកលេងនៅតំបន់តិចហ្នឹងបាទគឺសบายបាទបាយមកគ្នាសម្រាប់ឱកាសចូលឆ្នាំថ្មី20នៅជាតិខែយើងនេះសូមចែកលេខវីដេអូខ្លះៗដល់បងប្អូនអរគ្នាបានអញ្ជើញមកដំណើរកម្សាន្តនៅក្នុងខេត្តបាត់ដំបងយើងមនុស្សច្រើនមែនទែនបាទកូននេះចេះតែចង់មកលេងកម្សាន្តបាទនេះកូនចង់បានកាភ្លើងគេចង់ចូលទៅតំបន់វិទ្យាមួយម៉ាក់គេនេះហើយគេដាក់កាភ្លើងអូបាយទឹកបដាទឹកបដាយយេពេញណាអូនពេញណាសบายហើយតំបន់វិទ្យាទឹកសាច់បដាហើយបាទសាច់បដាហើយបាទខ្ញុំចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាអំពីទស្សនវិជ្ជាទូទៅដូចជាសម្បត្តិបានអត្ថាធិប្បាយនៅខាងដើមហើយឆ្នាំនេះគឺសង្ក្រាន្តនៅខេត្តបាត់ដំបងយើងគឺមានបងប្អូនប្រជាពលរដ្ឋមកចូលរួមទស្សនាលេងកម្សាន្តដោយភាពសប្បាយរីករាយហើយក៏បាន đã tu sanh nơi đồng bọn
ផ្សេងនៅក្នុងទីរួមខេត្តទៅតាមការរៀបចំរបស់ថ្នាក់ដឹកនាំខេត្តយើងឃើញថាបងប្អូនប្រជាពលរដ្ឋយើងគឺមកទស្សនានឹងបានច្រើនកកមែនទែនហើយក៏សប្បាយរីករាយហើយជាពិសេសគឺតំបន់ត្រជាក់នៅក្នុងឆ្នាំនេះគឺប្លែកច្រើនហើយក៏មាននៅតារាល្បីប្រចាំប្រជាជាតិកម្ពុជាជាច្រើនមកសម្ដែងជូនបងប្អូនយុវជនយុវនារីទាំងអស់ដែលមកលេងកម្សាន្តនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអស់រយៈពេល 2-3 ថ្ងៃអញ្ចឹងទៅយើងឃើញថាភាពរីករាយគឺកើតឡើងដោយការរៀបចំនៃរដ្ឋបាលខេត្តបាត់ដំបងនិងសហការជាមួយនឹងសសយកខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍នេះកើតឡើងគឺសប្បាយរីករាយមែនទែនហើយតំបន់ត្រជាក់ហ្នឹងក៏មានការការពារយ៉ាងល្អប្រសើរពីកងកម្លាំងគ្រប់ប្រភេទទាំងអស់ដើម្បីការពារនៅសុវត្ថិភាពនិងសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីយើងនឹងហើយតំបន់ត្រជាក់ហ្នឹងក៏មានតន្ត្រីនឹងបានបន្លឺឡើងហើយតារាច្រៀងសបាយចឹងទៅធ្វើឲ្យបងប្អូនយើងសប្បាយរីករាយហើយទឹកហ្នឹងក៏បាញ់ចេញទៅដោយត្រជាក់អាចទទួលយកបានគ្រប់កលៈទេសៈទាំងអស់គឺរីករាយមែនទេនេះបងប្អូនបានឃើញចឹងទៅយើងក៏សប្បាយរីករាយចឹងហើយបានគិតថានៅក្នុងខេត្តរបស់យើងនឹងឆ្នាំនេះគឺសប្បាយខ្លាំងសម្រាប់ឆ្នាំម្សាញ់សប្តាស័កបាទពុទ្ធសករាជគឺនៅ2568នៅឡើយទេអត់តាន់បានផ្លាស់ប្ដូរវេនទេផ្លាស់ប្ដូរគឺនៅថ្ងៃ100ខែពិសាដោយសារតែចូលឆ្នាំនេះវាស្ថិតនៅក្នុងខែចែកបាទគឺអត់តាន់ផ្លាស់ប្ដូរទេនៅតែ68តម្លៃគ្រិស្តសករាជគឺឆ្នាំ2025អញ្ចឹងខ្ញុំបាទចេះតែនឹកឃើញចាប់យកនៅទស្សនវិជ្ជាសបាយរូបភាពវីដេអូល្អចង់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសបានទស្សនានៅសកម្មភាពសង្ក្រាន្តចូលឆ្នាំនៅក្នុងខេត្តបាត់ដំបងយើងនេះឲ្យសប្បាយផងដែរហើយនៅក្នុងហ្នឹងគឺភរិយារបស់ខ្ញុំបាទនិងកូនហ្នឹងក៏សប្បាយរីករាយបាទគាត់ទៅលេងនៅក្នុងតំបន់ត្រជាក់ដែរដោយសារតែខ្ញុំបាទហ្នឹងមិនបានទេចង់ងូចដែរហ្នឹងបងប្អូនចង់ងូចលេងសប្បាយដែរប៉ុន្តែជាប់ទុកអីវ៉ាន់ឲ្យភរិយានិងរសារទូរស័ព្ទជូនគាត់បាទអញ្ចឹងបានចូលទៅទេបាននៅតែខាងក្រៅនៅខឿនខាងលើហ្នឹងបានថតយកទស្សនវិជ្ជាដែលភរិយាហើយនឹងកូនលេងសប្បាយរួមមួយលើដោយបងប្អូនប្រជាពលរដ្ឋខ្មែរយើងហើយនឹងមានជនជាតិក៏គាត់បានមកលេងកម្សាន្តសប្បាយនៅក្នុងការចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនឹងដែរយើងមើលទៅគឺសប្បាយមែនទែនភាពអ៊ូអរគ្រប់កន្លែងទាំងអស់មានតំបន់លបែងប្រជាប្រិយមានតំបន់លបែងកម្សាន្តហើយនឹងរូបភាពផ្សេងដែលតាក់ទាញនៅចិត្តបងប្អូនទាំងអស់ឲ្យចូលទស្សនាហ្នឹងហើយបានផ្តិតយកនៅរូបភាពទុកជាអនុស្សាវរីយ៍សម្រាប់ឆ្នាំម្សាញ់យើងនឹងហើយនៅឆ្នាំក្រោយទៀតនឹងប្រហែលជាអាចមានព្រឹត្តិការណ៍ក៏ក្រើកធំដូចនៅក្នុងឆ្នាំនេះដែរបាទអញ្ចឹងយើងសង្កេតមើលទៅគឺសប្បាយមែនទែនសប្បាយរីករាយរំភើបទាំងនៅក្នុងឱកាសពេលរសៀលរហូតដល់ពេលរាត្រីហ្នឹងក៏បងប្អូនបានថតយកផ្តិតយករូបភាពភ្លើងពណ៌ដែលតាក់តែងទៅតាមដើមឈើឃើញថាល្អប្រសើរមែនទែនហើយគួរជាទីចាប់អារម្មណ៍ហាក់បីដូចជាឋានសួគ៌នៅក្នុងលោកីយើងនឹងចឹងបាទគឺស្អាតបាទហើយក៏អរគុណដល់បងខាងកងកម្លាំងសន្តិសុខការពារសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសចូលឆ្នាំថ្មីយើងនេះបាទហើយក៏អរគុណដល់បងប្អូនសសយកបានចំណាយទាំងកម្លាំងកាយចិត្តចូលរួមសហការជាមួយនឹងអាជ្ញាធរដែនដីហើយបានរៀបចំនៅព្រឹត្តិការណ៍នេះឲ្យបានសប្បាយកម្សាន្តនៅក្នុងខេត្តបាត់ដំបងយើងនេះមានបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាច្រើនមែនទែនបាទនេះដល់ទស្សនវិជ្ជានេះគឺខ្ញុំបាទនឹង
โชว์ปิเลอร์បាទโชว์ปิเลอร์ហើយផ្ដិតយកវីដេអូបានប្រមាណ71នាទីដើម្បីបង្ហាញឲ្យបងប្អូនទាំងអស់គ្នាបានឃើញនៅភាពសប្បាយរីករាយរបស់បងប្អូនបាទខ្ញុំចាប់យករូបភាពហ្នឹងហើយការដែលទៅហ្នឹងទៅជាមួយនឹងក្រុមគ្រួសារគឺនៅក្នុងថ្ងៃវិរៈវ័នបតបាទបងប្អូនថ្ងៃទី2នៃថ្ងៃសង្ក្រាន្តហ្នឹងដល់ថ្ងៃវិរៈឡើងស័កហ្នឹងអត់បានទៅទេដោយសារតែចូលរួមជាមួយនឹងប្រគុណម្ចាស់នៅក្នុងអារាមរបស់យើងវត្តចម្ពោះវ័នប៉ោយសំរោងដើម្បីចូលរួមដឹកនាំដង្ហែព្រះពុទ្ធបដិមាប្រតិសិនជុំវិញភូមិជាងទៅនឹងតាមដងផ្លូវជាតិលេខ5ហើយក៏អារាធនាព្រះពុទ្ធជាម្ចាស់គង់លើបុកសបុកហើយក៏រៀបចំពិធីស្រង់ទឹកព្រះពុទ្ធបដិមានិងស្រង់ព្រះសង្ឃហើយនឹងចាស់ព្រឹទ្ធាចារ្យគឺសប្បាយរីករាយនៅក្នុងទីអារាមចឹងហើយស្ដាយអត់បានទៅខេត្តរបស់យើងនៅថ្ងៃរបៀបវិរៈឡើងស័កថ្ងៃទី3ដែលជាថ្ងៃសំខាន់ហើយជាពិសេសគឺតំបន់លជានេះបងប្អូនដូចជាគេដាក់ថាភូមិយើងលេងលបែងវិជាព្រៃបាទលបែងវិជាព្រៃនេះគឺមានតាមស្តង់នីមួយៗគ្រប់ស្រុកទាំងអស់នៅក្នុងខេត្តបាត់ដំបងបានចូលរួមអំពីចំណែកនៃសសយកខេត្តបាត់ដំបងបាទសូមអរគុណ